ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទស៊ីនឿនពីក្រុមហ៊ុន Net Cambodia ថ្ងៃនេះប្រធានបទរបស់យើងនិយាយអំពី Payable Agent នៅក្នុង Microsoft Dynamics 365 Business Central បងប្អូន Microsoft ទើបតែបញ្ចេញ AI ថ្មីមួយដែលគោលបំណងធំនោះគឺចង់ជួយសម្រួលការងារបងប្អូនគណនេយ្យករផ្នែកបំណុលផ្គត់ផ្គង់ឬហៅថា AP Accountant AI នេះនឹងជួយកាត់បន្ថយពេលវេលាចុះបញ្ជីនិងកាត់បន្ថយកំហុសឆ្គងដែលតែងតែកើតឡើងដដែលដំណើរការរបស់ Payable Agent គឺគេនឹងធ្វើការជាមួយនឹង email ជាគោលដោយតម្រូវឲ្យអ្នកផ្គត់ផ្គង់ផ្ញើវិក័យប័ត្ររបស់ពួកគាត់ជាលក្ខណៈ PDF attachment តាមរយៈ email ហើយ Payable Agent ជានិច្ចកាលតែងតែឆែកប្រអប់ email ថាតើមានការងារកំពុងរងចាំគេឬអត់បើមាននោះ Payable Agent នឹង scan ទិន្នន័យដែលមាននៅលើ PDF ហើយបង្កើត purchase invoice តែម្ដងតោះកុំឲ្យខាត់ពេលយូរយើងមកមើលរបៀប configure និងប្រើប្រាស់ Payable Agent នៅលើ Microsoft Dynamics 365 Business Central តែម្ដងបាទបងប្អូននេះគឺជាផ្ទាំងរបស់ Microsoft Dynamics 365 Business Central ដូចបងប្អូនឃើញ icon នេះគឺ PA នេះគឺបានន័យថា Payable Agent ហើយយើងឃើញមានលេខមានសញ្ញាបូកណាបានន័យថា Payable Agent របស់យើងនឹងអត់តបាន configure រួចទេអញ្ចឹងយើងគ្រាន់តែចុចសញ្ញាបូកដើម្បី configure អញ្ចឹងពេលដែលយើងចុចលេខបូករួចហើយយើងចុចពាក្យ activate ហើយបន្តមកទៀតនោះគឺយើងនឹងរើសទៅលើ email account ដែល email account នេះគឺយើងប្រើប្រាស់ដើម្បីឲ្យ agent ហ្នឹងទៅ check រាល់ពេលដែល supplier យើងហ្នឹងគាត់បានផ្ញើវិក័យប័ត្រជា PDF ចូល email មួយហ្នឹងអញ្ចឹងណាអញ្ចឹងបន្ទាប់មកយើង select ហើយចុច OK មកបន្តមកទៀតនោះគឺយើងចុច confirm វាថា agent របស់យើងនឹងអាច read PDF បានទាំងអស់នៅក្នុងហ្នឹងណាហ្នឹងហើយនេះក៏ជាការ confirm បន្តមកទៀតនោះយើងចុច update ហើយមក click ចុងក្រោយនោះគឺយើង confirm ទៅលើ term and condition អញ្ចឹងណាយើងចុច I accept ចឹងប៉ុណ្្នឹងឯងការ set up របស់យើងគឺមានប៉ុណ្្នឹងមិនពិបាកទេបងប្អូនចឹងបន្តមកយើងបញ្ចប់វាដល់ចុចសញ្ញាខ្វែងបន្តមកទៀតយើង assume ថា supplier របស់យើងបានផ្ញើនៅ email និង attachment PDF invoice ហ្នឹងតាម email មកអញ្ចឹង agent យើងពេលដែលគាត់ check ឃើញគាត់នឹង notify ទៅលើ Business Central ដូចបងប្អូនឃើញអញ្ចឹងគឺយើងមាន email មួយចេញលេខ1មាន2ចេញលេខ2អញ្ចឹងណាអញ្ចឹងក្នុងនាមយើងជា AP Accountant យើងគ្រាន់តែចុចទៅលើលេខហ្នឹងមកអញ្ចឹងបន្តមកទៀតយើងចង់មើល email មួយណាយើងគ្រាន់តែ click លើវាហើយយើង confirm ដើម្បីចង់ review អញ្ចឹងពេលដែលយើង review មកវានឹងបើកផ្ទាំង email ឲ្យយើងអញ្ចឹងនេះគឺជា email ដែល supplier យើងគាត់ផ្ញើមកពី email មួយណាមាន subject ថាម៉េចហើយយើង view នៅ PDF ដែលគាត់បាន attach មកហើយនេះគឺជា PDF ណាមានឈ្មោះ supplier មានលេខ invoice មាន payment term មានតារាងដែលជាសេវាកម្មឬក៏ទំនិញតម្លៃអញ្ចឹងទៅណាយើងឃើញមួយ complete set តែម្ដងចឹងបន្ទាប់ពីយើងមើល PDF នឹងរួចហើយយើងអាចចុច close វាទៅតមកទៀតយើង confirm ណាថាយើងបានទទួលចឹងពេលដែលយើងចុចរួច AI បន្ទាប់ពីយើងចុចរួច Payable Agent របស់យើងនឹងបានបង្កើតនៅ draft document មួយណាគឺលេខ37128ហ្នឹងណាជាប្រភេទ draft document ឲ្យយើងអញ្ចឹងយើងអាចចុចដើម្បី review មើលអញ្ចឹងនេះគឺជាយើងឃើញគឺជា purchase document draft នៅក្នុងហ្នឹងហើយនៅក្នុងគេបានបញ្ជាក់ថា data ហ្នឹងត្រូវបាន read ទាំងស្រុងចេញពី PDF ហើយឲ្យយើងនឹងឆែករកភាពត្រឹមត្រូវផងពីព្រោះវាគ្រាន់តែជា AI generated តែប៉ុណ្ណោះវាអាចមានកំហុសឆ្គងអញ្ចឹងណាបងប្អូនអញ្ចឹងដូចយើងឃើញណានេះ read ចេញពី PDF មកណាមានឈ្មោះ supplier អញ្ចឹងទៅមានលេខ document បន្តមកទៀតគឺមានណានេះសេវាកម្មផ្សេងលេខកូដអីចឹងទៅតម្លៃអីចេញមកទាំងអស់តែម្ដងអញ្ចឹងណាអញ្ចឹងយើងចុចខ្វែងវាអញ្ចឹងដល់វគ្គមួយទៀតគឺឲ្យយើង check ទៅលើ field មួយឲ្យបានត្រឹមត្រូវអញ្ចឹងនៅក្នុងនេះយើងឃើញនេះវាដាក់ពាក្យ allocation account អញ្ចឹងណាខ្ញុំចុចទៅមើលសិនសញ្ញា information នេះអញ្ចឹងវាបញ្ជាក់ប្រាប់ថា logo design ហ្នឹងយើងធ្លាប់បោះពីមុនដោយយើងបាន allocate ទៅនាយកដ្ឋាន2នាយកដ្ឋានទី1គឺ sale ហើយនាយកដ្ឋានទី2គឺ administration អញ្ចឹងលើកហ្នឹងគឺវាសកេះអញ្ចឹងទៀតអញ្ចឹងតើយើង okay អត់បើយើង okay that's fine អញ្ចឹងទៅតទៅទៀតនោះគឺយើងឃើញលេខនេះគឺវាដាក់1ឆ្នាំអញ្ចឹងនៅក្នុងនេះគឺវាមានដាក់ពាក្យ1ឆ្នាំអញ្ចឹងបានន័យថា prepaid vendor management inventory list ហ្នឹងគឺវានឹងអាគ្រួណាវានឹងប៉ោះអាគ្រួឲ្យយើងក្នុងរយៈពេល1ឆ្នាំទៀតអញ្ចឹងណាចឹងមិនមែនយើងគ្រាន់តែប៉ោះចំណាយធម្មតាទេគឺវាអាគ្រួទៅរក expense ណាមួយឲ្យយើងទៀតអញ្ចឹងណាចឹងបើសិនជាគ្រប់យ៉ាងយើងយល់ថាអូខេអស់ហើយយើងអាចចុច confirm ចឹងពេលយើងចុច confirm គឺយើងfinalize មួយទៀតទៅចឹងនេះគឺជា
purchase invoice ទាំងស្រុងណាដែលយើងបានបង្កើតរួចហើយអញ្ចឹងណានៅក្នុងហ្នឹងតាមរយៈជំនួយពី payable agent អញ្ចឹងណាតទៅទៀតគឺយើងអាចផុសវាឬក៏យើង send ទៅកាន់ management ដើម្បី approval អញ្ចឹងណានៅក្នុងហ្នឹងអញ្ចឹងបងប្អូននេះគឺជា step ខ្លីៗដែល agent ហ្នឹងបានជួយយើងអញ្ចឹងចង់បានយោបល់ពីបងប្អូនថាតើវាបានជួយកាត់បន្ថយពេលវេលាទេវាបានជួយកាត់បន្ថយហៅថាកំហុសឆ្គងឬអត់អញ្ចឹងណាចង់បានយោបល់បងប្អូនបាទអរគុណច្រើនបងប្អូនអរគុណបាទសូមអរគុណបងប្អូនសម្រាប់ការតាមដានបើសិនជាបងប្អូនមានតម្រូវការទិញ license Microsoft Dynamics 365 Business Central ឬក៏សេវាកម្ម implementation នោះបងប្អូនអាចតាក់ទងជាមួយនឹងខ្ញុំនៅលេខទូរស័ព្ទដូចខាងក្រោម